Hello សួស្តីអ្នកទាំងអស់គ្នាហើយថ្ងៃនេះដែរខ្ញុំនាំអ្នកទាំងអស់គ្នាទៅមើលមេធំខ្ញុំម្ដងដោយសារតាថ្ងៃហ្នឹងគាត់ចុះមកមើលការងារផ្ទាល់អីចឹងណាហើយនិយាយរំទៅថាគាត់ចុះមកនឹងកូនចៅទាំងអស់គ្នាហ្នឹងដឹងតែត្រៀមខ្លួនទៅស្រែកដូចទាក្បាលចឹងហើយដោយសារតាថ្ងៃហ្នឹងដោយសារតាខ្ញុំរៀងផ្ដាសាយចឹងណាហើយរៀងបញ្ចូលសម្លេងទៅរៀងងល់អីចឹងណាហើយមេខ្ញុំចុះមកថ្ងៃហ្នឹងគឺដល់មានការងារធ្វើហើយគាត់ចុះមកហ្នឹងគាត់ចុះមកបជាអិចដាក់លូតាមផ្លូវទឹកផ្លូវអីចឹងណាហើយមេខ្ញុំគ្រាន់តែឃើញមេធំនឹងចុះមកដល់ភ្លាមគឺគាត់ថាអូថ្ងៃនេះថាមានការងារធ្វើទៀតតែម្ដងមានការងារធ្វើរបស់គាត់មែនតែនត្មងហើយនិយាយទៅគឺស្រែកឲ្យកូនចៅគឺស្រែកតាមឯកគោមមជ្ឈុំហ្នឹងណាងុំស្រែកនៅក្នុងហ្នឹងទៀតគឺនៅក្នុងផ្លូវក្រោមដីហ្នឹងគឺពេលដែលយើងស្រែកគឺវាខ្ទរអញ្ចឹងណាហើយដល់ទៅខ្ញុំឡើងរត់ចេញពីគាត់ណាដោយសារតែឃើញគាត់មកម្ដងហើយគឺដឹងថារត់ចេញហើយទៅរត់គេចហើយទៅបើមានការងារកន្លែងណាធ្វើគឺរកកន្លែងការងារនឹងធ្វើហើយកំនៅក្បែរគាត់ដូចសោះអីចឹងណាបើសិនជានៅក្បែរគាត់គឺដឹងថាអំបិលហើយគឺដឹងថាគាត់ស្រែកតែហ្មងតែការងារដែលយើងចេះតែពេលដែលគាត់នៅក្បែរហើយគាត់ស្រែកទៀតគឺយើងនឹងភ្លេចធ្វើတဲ့ការងារដែលយើងធ្លាប់ធ្វើពីមុនអីចឹងណាហើយខ្ញុំទៅគឺមេខ្ញុំ2 3នាក់ហ្នឹងគឺកវីក្បាលមែនតើហើយមានបងគាត់ជនជាតិនៅហ្នឹង2 3នាក់ទៀតហើយគេហ្នឹងគឺមកគាត់ឲ្យយកញួរមួយហើយដំដែកគេខួងដាក់ក្នុងស៊ីម៉ងអញ្ចឹងហើយឲ្យខ្ញុំដកដែកនឹងចេញពីកន្លែងគេដំបញ្ចូលដែកនឹងហើយទៅគឺដោយសារតែថ្ងៃមិញហ្នឹងគឺអត់មានម៉ូទ័រកាត់អីចឹងណាហើយម៉ូទ័រកាត់ហ្នឹងវានៅខាងលើទៅពេលអញ្ចឹងគឺឲ្យយើងហ្នឹងដកយកញួរមកដំឲ្យវារៀងធូរលងហើយឲ្យយើងដកដោយដៃអញ្ចឹងណាហើយសម្រាប់សម្រួលគឺយកម៉ូទ័រមកកាត់ដដែលហើយចូលមកដល់វគ្គហ្នឹងគឺចាប់ផ្ដើមខួងទៀតហើយគេខួងគឺគេខួងបុកហើយអីទេដោយសារថាដីកន្លែងហ្នឹងវាផុយវាអីអញ្ចឹងណាហើយអញ្ចឹងគឺគេអត់ដាក់ក្របបែកទេបើសិនជាគេដាក់ក្របបែកទៅខ្លាចលោវាបាក់វាអីព្រោះឥឡូវគឺចូលក្នុងឆ្នាំ2025ហ្នឹងឃើញនៅក្នុងប្រទេសកូរ៉េយើងគឺមានបាក់ដីដល់កមែនទែនដោយសារបាក់ដីផងឆេះព្រៃឆេះភ្នំផងទៅគឺអាថឹកអាធមមែនទែនចូលឆ្នាំ2025ហ្នឹងគឺសុបាយអស់តោះតែម្ដងហើយឥឡូវហ្នឹងគឺយើងអត់មានការងារធ្វើកាន់ទីប3ដើមលីចុះលីឡើងហើយដោយសារតែមេក៏ប្រើឲ្យលីទីប3ដើមហ្នឹងចុះមកដល់កន្លែងដាក់ម៉ូទ័របុកទឹកអញ្ចឹងណាដាក់រនាំងការពារអញ្ចឹងណាហើយបន្ទាប់ពីដាក់ទីបហ្នឹងចុះទៅយើងក៏ចាប់ផ្ដើមដាក់នោះអំពងសយោលើពណ៌លឿងនោះថ្ងៃហ្នឹងគឺអត់សូវមានការងារធ្វើអញ្ចឹងណាហើយទៅពេលអញ្ចឹងគឺនៅតែគឺចាប់ផ្ដើមដាក់អំពងសយោនឹងដើម្បីឲ្យម៉ូទ័រខួងខាងនោះកុំឲ្យវាហុយវាអីអញ្ចឹងណាហើយយើងឥឡូវគឺចាប់ផ្ដើមរៀបចំហើយរៀបចំការងារយើងទិញទួចហើយនេះគឺសកម្មភាពរបស់ខ្ញុំឡើងនៅលើហើយឃើញថាទស្សនវិជ្ជានៅខាងលើក៏ដូចវានៅខាងក្រោមដែរដោយសារតែវាក៏ក្រិចដូចតែគ្នាហើយនិយាយទៅគឺឡើងទៅលើនឹងរៀងហុយតិចហើយដោយសារតែវាខ្យល់ខ្លាំងជាងនៅខាងក្រោមអញ្ចឹងណាហើយអ្នកទាំងអស់គ្នាណាខ្លះដែលផ្ដាសាយឲ្យប្រាប់ឆ្នាំផ្ដាសាយតិចមកដាក់មកលេបមើលឲ្យបាត់ផ្ដាសាយអូនិយាយលេងទេដោយសារតែផ្ដាសាយរៀងយូរហើយដោយសារថាខ្ញុំផ្ដាសាយដឹងក្រោយគេអញ្ចឹងដឹងថាកន្លះខែទៅមួយខែបានបាត់ផ្ដាសាយហើយចូលមកដល់វគ្គកន្លែងនេះដែរគឺចាប់ផ្ដើមយើងបុកថ្មកាយថ្មចេញដើម្បីយើងដាក់ដែកដាក់អីអញ្ចឹងណាហើយនេះគឺសកម្មភាព SK ហ្នឹងគឺ SK ដល់តែ2ឥឡូវគឺអត់នេះទេគឺការងារលឿនមែនតើដោយសារតែមាន SK 2អញ្ចឹងវាលឿនវារត់ចុះរត់ឡើងរត់ចុះរត់ឡើងអញ្ចឹងណាហើយអីគេចាប់ផ្ដើមបុកអស់ហើយទៅបានគេយកកតិចដីនឹងចេញពីកន្លែងដែរវាបុកនឹងហើយទៅហើយបានគេយកដែកយកអីទៅដាក់នៅកន្លែងមុខនឹងដើម្បីឲ្យយើងរៀបចំបាញ់បេតុងបាញ់អីអញ្ចឹងណាហើយទៅគឺ X កង់កស៊ូលឿនជាងកង់ច្បាក់ភាសាកង់ច្បាក់វាកើមអញ្ចឹងណាហើយនេះគឺគេបានដាក់ដែកដាក់អីហើយអស់ហើយរៀបចំតិចទៀតនឹងឡានចូលបាញ់បេតុងអញ្ចឹងណានិយាយទៅការងារហ្នឹងគឺវាដដែលទេបងប្អូនយើងគ្រាន់តែកន្លែងការងារខ្លះគឺវាប្លែកតិចអីចឹងណាហើយខ្ញុំរៀងតឹងចំបោះតិចហើយឥឡូវហ្នឹងគឺចាប់ផ្ដើមឡានបាញ់បេតុងគាត់ចាប់ផ្ដើមចូលមកបាញ់ហើយខ្ញុំទៅគឺវីដេអូយើងគឺមានតែប៉ុណ្្នឹងឯងអរគុណបាយជម្រាបលាអ្នកនរ